និស្សិតសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាមអាចប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិតឲ្យក្លាយទៅជាផលិតផលឬសេវាកម្មផ្សេងៗតាមរយៈកម្មវិធីសហគ្រិនមហាវិទ្យាល័យដោយមានការសហការរវាងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម UME ជាមួយសហគ្រិនមហាវិទ្យាល័យនិងមានការឧបត្ថម្ភពីសហគ្រិនខ្មែរនៅចុងសប្តាហ៍ទី2ដើមសប្តាហ៍ទី3ខែមិថុនាឆ្នាំ2026នេះគឺបានរៀបចំពិធីសម្ពោធបើកកម្មវិធីសហគ្រិនមហាវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម UME ឆ្នាំ2026ដោយមានការចូលរួមពីតំណាងសហគ្រិនខ្មែរសាកលវិទ្យាល័យរងសាស្ត្រាចារ្យនិងនិស្សិតជាច្រើនអ្នកនៅក្នុងសាកលវិទ្យាល័យនេះផងដែរឯកឧត្តមមុនវាសនាសាកលវិទ្យាល័យរងនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាមមានប្រសាសន៍ថាកម្មវិធីសហគ្រិនមហាវិទ្យាល័យមានគោលបំណងលើកកម្ពស់នវានុវត្តភាពនិងសហគ្រិនភាពទៅកាន់និស្សិតថ្នាក់សាកលវិទ្យាល័យដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិតឲ្យក្លាយទៅជាផលិតផលឬសេវាកម្មដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជនលើវិស័យសាធារណៈនិងវិស័យឯកជនឯកឧត្តមមុនវាសនាមានប្រសាសន៍បញ្ជាក់បន្ថែមថាកម្មវិធីសហគ្រិនមហាវិទ្យាល័យគឺជាវគ្គបណ្ដុះបណ្ដាលអាជីវកម្មដំបូងសម្រាប់និស្សិតនៃសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាមដែលមានបំណងចង់ចាប់ផ្ដើមធុរកិច្ចថ្មីឬអាជីវកម្មដែលមានឥទ្ធិពលវិជ្ជមានដល់សហគមន៍មូលដ្ឋានហើយនិស្សិតដែលចង់ក្លាយជាសហគ្រិនវ័យក្មេងនៃសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាមដែលស្ថិតនៅក្នុងដំណាក់កាលគំនិតដែលមានឆន្ទៈចង់សាកល្បងគំនិតធុរកិច្ចថ្មីរបស់ពួកគេដែលមានសក្តានុពលជួយខេត្តកំពង់ចាមឲ្យកាន់តែប្រសើរឡើងផងដែរទន្ទឹមនេះដែរចំពោះនិស្សិតដែលចង់ក្លាយជាសហគ្រិនវ័យក្មេងគឺនិស្សិតត្រូវមានលក្ខណៈអាយុចាប់ពី18ដល់35ឆ្នាំហើយអាចដាក់ភាគជាក្រុមចាប់ពី2នាក់ឡើងទៅហើយនិស្សិតអាចចូលរួមកម្មវិធីនេះដោយរៀនផ្ទាល់រៀនតាមអនឡាញវគ្គទស្សនកិច្ចសិក្សានិងការធ្វើបទបង្ហាញគំនិតធុរកិច្ចថ្មីៗហើយនិស្សិតត្រូវបដិញ្ញាចិត្តបង្កើតគំនិតធុរកិច្ចថ្មីៗយ៉ាងហោចណាស់ក្រៅម៉ោងសិក្សាការងារដោយអាចចេះប្រើប្រាស់អ៊ីនធឺណិតតាមរយៈទូរស័ព្ទដៃនិងកុំព្យូទ័រមានឆន្ទៈនិងបើកទូលាយក្នុងការរៀនរឿងថ្មីៗសូមបញ្ជាក់ថាចំពោះនិស្សិតដែលមានបំណងចូលរួមសិក្សានិងចង់ក្លាយជាសហគ្រិនណាមួយនោះគឺត្រូវស្វែងរកក្រុមដែលមានគំនិតធុរកិច្ចថ្មីៗឬគំនិតអាជីវកម្មដែលស្ថិតនៅក្នុងវិស័យអាទិភាពមួយចំនួនដូចជាវិស័យកសិកម្មសេវាកម្មផលិតកម្មបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនងជាដើម